បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺថាមកទស្សនាតកតងនឹងបាទបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេសគឺយុវជនបាទយុវនារីបាទគាត់បានធ្វើការដុតគោមបាទដែលស្ថិតនៅក្នុងពិធីបុណ្យពិសាខបូជាបាទគឺស្ថិតនៅក្នុងបាទវត្តបញ្ញាឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងតែម្ដងបងប្អូនណាដោយបងប្អូនបានទស្សនាវីដេអូហើយគឺថាប្រសង់ក៏ដូចជាគណៈកម្មការហើយរួមជាមួយនឹងបាទលោកតាលោកយាយបាទគាត់បានរៀបចំជាបាទភ្លើងចង្គៀងបាទភ្លើងចង្គៀងជាគោមនឹងគាត់បានរៀបចំទៅតាមផ្លូវទៅតាមសួនបាទនៅខាងមុខបាទព្រះវិហារក៏ដូចជាមានយុវវ័យយុវជនគាត់ធ្វើការដុតគោមបាទក្នុងគេហៅថាជំនឿបែបព្រះពុទ្ធសាសនាបងប្អូនណាបាទមានជំនឿបែបព្រះពុទ្ធសាសនារួមជាមួយនឹងបាទព្រហ្មញ្ញសាសនាផងដែរបាទពិធីដុតគោមសងសំណាងឬក៏ស្មាលានៅបាទរាល់អំពើឧបទ្រពទាំងឡាយកម្មពីវិរិយទាំងឡាយផ្សេងហ្នឹងក៏រួមជាមួយនឹងព្រះពុទ្ធសាសនារួមជាមួយនឹងព្រហ្មញ្ញសាសនាបញ្ចូលគ្នាដែរហើយការដុតគោមធ្វើនៃគេហៅថាពិធីពិសាខបូជានេះគឺជាព្រះពុទ្ធសាសនាបាទព្រះពុទ្ធសាសនាហើយអញ្ចឹងគឺថាពិធីពិសាខបូជាពិធីបុណ្យពិសាខបូជាហ្នឹងគឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំបាទជារៀងរាល់ឆ្នាំហើយជាពិសេសគឺទៅតាមវត្តអារាមផ្សេងវត្តអារាមនានានៅទូទាំងប្រទេសបាទតែងតែប្រារព្ធពិធីបាទពិសាខបូជានេះបាទហើយសម្រាប់ទីវត្តអារាមនៅតាមជនបទចឹងទៅក៏ធ្វើតាមលក្ខណៈបែបជនបទឬក៏បែបធនធានរបស់គណៈកម្មការរបស់ប្រសង់ចឹងទៅបាទហើយចំពោះទីវត្តអារាមនៅតាមទីក្រុងឬក៏ទីប្រជុំជនបាទលោកមានថវិកាធនធានក្រាន់បាទមានថវិកាក្រាន់ចឹងទៅក៏ធ្វើរៀងលក្ខណៈអធិកអធមជាងនៅតាមជនបទចឹងទៅបងប្អូនណាបាទហើយនេះគឺថាដូចបងប្អូនដឹងហើយគឺថាតកតលនឹងបាវត្តបញ្ញាធិការាមគឺមិនជាទូទៅគឺមិនសូវមានបងប្អូនជាបរដ្ឋទៅលេងកំសាន្តច្រើនប្រមាណទេបាទមានជាពិសេសគឺមានវត្តកំពង់ព្រះបាទមានវត្តកំពង់ព្រះគឺមានច្រើនបងប្អូនណាបាទមានបងប្អូនជាបរដ្ឋគាត់ទៅដើរលេងកំសាន្តនោះច្រើនជារៀងរាល់ឆ្នាំឬក៏បាទគ្រប់ពិធីបុណ្យផ្សេងដោយឡែកគឺវត្តបញ្ញាគឺបងប្អូនជាបរដ្ឋឬពុទ្ធបរិស័ទហ្នឹងគាត់ទៅលេងហ្នឹងមានចំនួនតិចបាទមានចំនួនតិចជាងវត្តកំពង់ព្រះបាទប៉ុន្តែសម្រាប់ពិធីបុណ្យផ្សេងក៏បាទលោកនៅតែប្រារព្ធធ្វើពិធីទៅតាមគេហៅថាបាទព្រះពុទ្ធសាសនាដែរគឺមិនចោលទេបងប្អូនណាបាទហើយនេះបងប្អូនទស្សនាគឺមានការដុតនៅចង្គៀងបាទជាបាទរៀបចំបាទជាជួរមើលទៅគឺថាស្រស់ស្អាតមែនទែនហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋជាពិសេសគឺអ្នកដែលយល់ដឹងអំពីព្រះពុទ្ធសាសនាតេតូននឹងពិធីបុណ្យពិសាខបូជានេះគឺបាទយល់ដឹងកាន់តែច្រើនមែនទែនប៉ុន្តែក្នុងអត្ថបទក្នុងវីដេអូនេះគឺខ្ញុំបាទមិនបានពិពណ៌នាច្រើនអំពីតេតូននឹងបុណ្យពិសាខបូជាទេបាទសូមអរគុណជួបគ្នាជាបន្តទៀត